ជាលើកទី1នៅក្នុងការទទួលជាម្ចាស់ផ្ទះនៅក្នុងការរៀបចំសន្និសីទអន្តរជាតិដែលមានអ្នកចូលរួមរហូតដល់22សាកលវិទ្យាល័យដែលអញ្ជើញមកចូលរួមនៅថ្ងៃនេះអញ្ចឹងវាអត់ងាយនៅក្នុងការរៀបចំច្រើនហើយយើងរំពឹងថាដូចបញ្ជាក់អញ្ចឹងយើងនឹងចងក្រងឯកសារទាំងអស់ហ្នឹងហើយយើងនឹងបន្តខិតខំការស្រាវជ្រាវរបស់យើងមិនថាសាកលវិទ្យាល័យទាំង22ក៏ដូចជាសាកលវិទ្យាល័យខាងតិចហើយយើងនឹងចូលរួមនៅសន្និសីទលើកទី16ហ្នឹងអាចនៅប្រទេសហុងកុងសន្និសីទនៃការស្រាវជ្រាវនេះគឺយើងគោលបំណងនៅក្នុងការជំរុញឲ្យសាស្ត្រាចារ្យសិស្សានុសិស្សក៏ដូចជាអ្នកស្រាវជ្រាវទាំងអស់ហ្នឹងធ្វើបទបង្ហាញអំពីការស្វែងរករបស់ខ្លួននៅក្នុងពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាពាក់ព័ន្ធជាមួយនឹងនវានុវត្តន៍ពាក់ព័ន្ធជាមួយនឹងគោលនយោបាយពាក់ព័ន្ធជាមួយនឹងបញ្ញាសិប្បនិម្មិតឬក៏យើងហៅថា AI នៅក្នុងពេលបច្ចុប្បន្នហើយទាំងអស់ហ្នឹងគឺជំរុញនៅក្នុងការជំរុញឲ្យមានការអភិវឌ្ឍផ្នែក R&D មានន័យថាការ research ផ្សេងៗដែលពាក់ព័ន្ធទៅនឹងប្រធានបទខាងលើហ្នឹងសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីយ៍កម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏មានជំនឿទុកចិត្តខ្ពស់បំផុតប្រសិនបើលោកអ្នកត្រូវការគ្រឿងសង្ហារិមល្អប្រណិតសូមទៅកាន់ Suit Homeនាងខ្ញុំឈ្មោះ Noi Chauvin ខ្ញុំគឺជា Secretariat នៅក្នុង ASIP Conference នៅក្នុងកម្មវិធីថ្ងៃនេះកម្មវិធីហ្នឹងយើងអានពាក្យភាសាអង់គ្លេសគឺ ASIP Conference ឬក៏ ASEAN Society for Innovation and Policy យើងបកខ្មែរថាសន្និសីទសង្គមសម្រាប់នវានុវត្តន៍និងគោលនយោបាយសាកលវិទ្យាល័យ Camptech គឺជាសាកលវិទ្យាល័យមួយដែលយើងផ្ដោតទៅលើការស្រាវជ្រាវនវានុវត្តន៍និងបច្ចេកវិទ្យាអញ្ចឹងហើយយើងចាប់ផ្ដើមគៀងគរនៅក្នុងអ្នកស្រាវជ្រាវទាំងអស់ដែលអ្នកចូលរួមនៅក្នុងការធ្វើបទបង្ហាញនៅក្នុងថ្ងៃនេះគឺមានសរុប75 paper ដែលពួកគាត់មកពីប្រទេសផ្សេងៗមានដូចជាមកពីប្រទេសឥណ្ឌាប្រទេសអាហ្វ្រិកខាងត្បូងមានមកពីកូរ៉េខាងត្បូងគាត់មកពីប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចវៀតណាមប្រទេសហ្វីលីពីនប្រទេសម៉ាឡេស៊ីផ្សេងៗផងដែរអ្នកស្រាវជ្រាវទាំងអស់ហ្នឹងគឺគាត់មកបង្ហាញអំពីការស្រាវជ្រាវរបស់គាត់ហើយការស្រាវជ្រាវរបស់គាត់នៅក្នុងប្រទេសមួយដែលចែករំលែកអំពីការរកឃើញបច្ចេកវិទ្យានវានុវត្តន៍ក៏ដូចជាគោលនយោបាយផ្សេងៗនៅក្នុងប្រទេសទាំងអស់ហ្នឹងក៏ប៉ុន្តែបើនិយាយទៅយើងមិនមានបើបញ្ហាមានន័យថាយើងជំរុញឬក៏បង្កើតឲ្យយុវជនឬក៏និស្សិតដែលគាត់កំពុងតែរៀននៅក្នុងឆ្នាំទី1ឆ្នាំទី2ឬក៏និស្សិតថ្នាក់បណ្ឌិតឬក៏អនុបណ្ឌិតនឹងបង្ហាញការស្រាវជ្រាវរបស់ពួកគាត់ឡើងហើយការស្រាវជ្រាវទាំងអស់ហ្នឹងគឺជំរុញឲ្យមានបច្ចេកវិទ្យាថ្មីហើយពំនាំប្រទេសកម្ពុជារបស់យើងនឹងទៅកាន់ពិភពលោកតាមរយៈការស្រាវជ្រាវតាមរយៈ R&D research នឹងឯងសម្រាប់ចំណុចនេះនៅក្នុងការប្រមូលនៃឯកសារយើងហៅថា abstract ឬក៏ full paper ទាំងអស់ហ្នឹងគឺយើងចងក្រងនៅក្នុងលើកទី15សន្និសីទលើកទី15នៅក្នុងស្រុកខ្មែរហើយយើងនឹងចែកចាយទៅតាមសាកលវិទ្យាល័យដែលយើងមានចូលរួមទាំងអស់ហើយគោលនយោបាយឬក៏ឯកសារទាំងអស់ហ្នឹងនឹងធ្វើការសិក្សាស្រាវជ្រាវនឹងបន្តទៅឈានទៅរកការបង្កើតគោលនយោបាយឬក៏ការបង្កើតគោលនយោបាយនៅក្នុងថ្នាក់សកលឬក៏នៅក្នុងថ្នាក់ប្រទេសនីមួយៗឬក៏តំបន់ផងដែរវាពិតជាមានសារៈសំខាន់មែនទែនពីព្រោះនៅក្នុងការស្រាវជ្រាវក៏និយាយអំពីតាក់ទងទៅនឹងក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យាអញ្ចឹងបើសិនបើយើងមានការផ្សព្វផ្សាយមានការចែករំលែកការរកឃើញផ្សេងតាក់ទងមួយបច្ចេកវិទ្យាជាមួយនឹងក្រមសីលធម៌ជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ទៅតាមគោលនយោបាយឬក៏ប្រទេសនីមួយៗជួយប្រើប្រាស់ត្រឹមត្រូវតាមច្បាប់ក៏ជួយជំរុញបន្ថែមតាក់ទងជាមួយនឹងការអភិវឌ្ឍការស្រាវជ្រាវបច្ចេកវិទ្យានិងគោលនយោបាយអញ្ចឹងគោលដៅទាំងអស់ហ្នឹងមិនត្រឹមតែសាកលវិទ្យាល័យនៅស្រុកខ្មែរវាក៏ជាចំណែកមួយនៅក្នុងការជំរុញឬក៏ជួយគ្រប់គ្រងទៅលើគោលនយោបាយរបស់រដ្ឋាភិបាលពិសេសគឺក្រសួងឧស្សាហកម្មនវានុវត្តន៍និងវិទ្យាសាស្ត្រផងដែរឬក៏ BISTI ធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69